ខ្ញុំកំពុងសួរអ្នកនៅសំណួរមួយអ្នកតើអ្នកគិតថាអ្នកជានរណាខ្ញុំលោកឈៀវនេះជាអាជីវកម្មគ្រួសាររបស់ខ្ញុំបើអ្នកគ្មានអ្វីផ្សេងទៀតត្រូវនិយាយទេសូមចាក់ចេញយល់ព្រម Shen Yimeng ធ្វើបានល្អណាស់ប៉ុន្តែគ្រាន់តែអ្នករងចាំថ្ងៃណាមួយគ្រួសារ Shen នឹងលុតជង្គង់នៅចំពោះមុខខ្ញុំហើយសូមអង្វរសុំការអភ័យទោសពីខ្ញុំលោកឈៀវគ្រប់គ្រាន់ហើយគ្រាន់តែហៅខ្ញុំថាជាងអានប៉ុណ្ណោះវាមិនស្រួលទេក្នុងការហៅអ្នកថាលោកឈៀវជាងអានអរគុណសម្រាប់ការជួយសង្គ្រោះ Shen ខ្ញុំនឹងសងអ្នកវិញលើកនេះដងវ៉ាន់មេឆាងជាងអានអ្នកសុខសប្បាយជាទេខ្ញុំសុខសប្បាយទេហុងកុងតើអ្នកកំពុងមើលអ្វីបងស្រីធានទើបតែប្រសើរឡើងអ្នកគួរតែត្រឡប់ទៅមើលថែខ្លួនឯងវិញចំពោះជាងអានគាត់ជាអ្នកបើកបររបស់ខ្ញុំនឹងមានឱកាសរាយការណ៍ទៅគាត់នៅពេលក្រោយយល់ព្រមឈប់មើលនោះជាប្អូនស្រីរបស់ខ្ញុំនាងមានឈៀងចិនវាជាកំហុសរបស់ខ្ញុំដែលមានឪពុករបស់ឈៀងចិនវាជាកំហុសរបស់ខ្ញុំធានដូច្នេះប្អូនស្រីរបស់អ្នកបានបែកបាក់ជាមួយគ្រួសាររបស់អ្នកដោយសារតែមនុស្សល្ងងម្នាក់បាត់ចាសោះប្អូនស្រីខ្ញុំត្រូវគេបោកប្រាស់ហើយបានឆ្លុះប្រកែកជាមួយក្រុមគ្រួសាររបស់ក្រោយមកជនខិលខូចនោះត្រូវបានជាប់បំណុលហើយបានជួបគ្រោះថ្នាក់ចរាចរណ៍ឥឡូវនេះធានគឺជាអ្នកគ្រប់គ្រងតែមួយគត់របស់ប្អូនស្រីខ្ញុំអ្នកស្រីលីលទ្ធផលតេស្តរបស់អ្នកចេញហើយតើអ្នកគិតថាមានច្រើនទេអ្នកជំងឺនៅទីក្រុងយន្តថ្មីនេះបាត់ចាសោះខ្ញុំមិនដឹងថាមានរឿងអ្វីកើតឡើងទេភ្លេចវាចោលទៅយើងមិនខ្វល់ពីវាទេតោះទៅផ្ទះយល់ព្រមតោះទៅផ្ទះវិញទៅអ្នកណាអ្នកស្រីសេនវាមិនល្អទេដែលធ្វើជាបុរសឯកោនិងស្ត្រីនៅលីវម្នាក់តើអ្នកកំពុងគិតអ្វីតែងតែមានរឿងចម្លែកកើតឡើងនៅជុំវិញខ្លួនថ្មីនេះខ្ញុំក្នុងនាមជាអង្គរៈរបស់ខ្ញុំអ្នកគួរតែការពារខ្ញុំដែរចូលគេងឥឡូវនេះចូលគេងទៅឥឡូវនេះមានឈាមអ្នកស្រីសេនសុខសប្បាយជាទេចូលគេងឥឡូវនេះកុំនិយាយមិនសមហេតុផលនៅក្នុងហាងយួនឆេតើអ្នកឲ្យខ្ញុំទេមែនហើយលោកស្រីសេនអ្នកនៅទីនេះផ្ទាល់លោកចាំងខ្ញុំនឹងមិននិយាយពាក្យគួរសមទៀតទេជាងអានអ្នកស្រីសេនដំណឹងយ៉ាងម៉េចដែរខ្ញុំមិនបានលើពីអ្នកយូរមកហើយពេលវេលាលោកចាំងខ្ញុំទើបតែទទួលបានដំណឹងនេះអ្នកទើបតែទទួលបានខ្សាច់ចាស់មួយដុំស្បែកខ្ញុំបានរៀបចំសម្ភារៈរួចរាល់ហើយតើអ្នកចង់មើលទេសម្ភារៈអ្វីអ្នកស្រីសេនខ្ញុំបានរៀបចំវាសម្រាប់អ្នករួចហើយវាជាមួយនេះប្រសិនបើអ្នកមិនបាននិយាយថាអ្នកចង់មានមើលវាទៅខ្ញុំមិនបានបង្ហាញទេវាដល់អ្នកអត់ទេបើចង់បានគ្រាន់តែនិយាយវាទៅសម្ភារៈមានតម្លាភាពមិនមានស្នាមប្រេះធំនៅខាងក្នុងទេវាជាសម្ភារៈល្អជាងអានបងថ្លៃវាជាងអានអ្នកស្រីសេនស្បែកខ្សាច់ចាស់មួយដុំនេះមិនអាចបាត់បង់បានទេសូមចុច follow ដើម្បីបានភាព